mẹ nô mẹ giật thị đòi xiên buồn phèn vì mình chỗ đói lục thái buồn chày vẽ sao ẹ sát đi dáng vào kề ông nát chi thống khôn lục bút phiệt sật căm phớng chi à vụt đại kế chắp bánh xâm lập bàn tèng manu nâng sạch dạng ná mẹ nô mẹ giật thị có kê át pra ban tèng phơi lỡ nâng akra dạng nụ đài tại ba kê pra căm phớng bánh tơ lơ manu sạch để bắp bông ạ nương nhát kế có trớt bán tổ tù tốt tam dạ thả hẹn mẹ nô mẹ giật thị ba kê chết pra bông piên lỡ xa lật thỏa nâng manu sạch thỏa kế có nâng tổ tốt bàn tục ai nâng lỡ trên miếu từ tiết đôi chân nè cao ná lúc nãy niên sang mono mẹ giật thị ở các miền được nông khuôn hỏi trớ project không cả prào cùng mình đói từ 8 ton há chỉ đặt khát trong buộc mùi cá vật hát xâm rạp đá rồi thưa oi mẹ nô mẹ giật thị cạt lành dưỡng dốt đăng cho chất hài thá mẹ nô mẹ giật thị nú cứ chia ẩm nách để chất rồi bỏ dưỡng đại práo bằng cốt bằng chia khuôn dưỡng bằng cốt bằng chia nẹ đô tí nâng bằng cốt bằng chia cửu cam tèng lại mẹ nó mẹ giật thị ní tam prọc rồi đấy tàng tại miên nực nông khuôn manu mình tách có tràn tại chia rồi bó đã lung lụa nực nông khuôn bà dân mình đã lãng có mình bán chia rồi giỏi tớp chỉ cá chăm bạch trâu rốtวิธี đã ở nhẹ nẹ khắc miên mẹ nó mẹ giật thị có can chùm rán lụt lùa tới chỉ tràn mầm phậtประโยชน์ដែលកប3បានទទួលចាក់ម៉ូណូមយធិនោះមានហួសនឹងកណនីដូច្នេះក្នុងជីវិតនៃជនគ្រប់រូបសុទ្ធតែមានឱកាសដែលត្រូវបង្កប់គ្នាគ្រប់ខណៈដូចយ៉ាងអ្នកលក់របស់ត្រូវបង្កប់ឲ្យអ្នកទិញរបស់អ្នកទិញក៏ត្រូវបង្កប់ឲ្យអ្នកលក់របស់យ៉ាងថោកអ្នកមានអំណាចត្រូវបង្កប់ឲ្យអ្នកនៅក្រោមអំណាចឲ្យក្រែងខ្លាចអ្នកនៅក្រោមអំណាចត្រូវបង្គាប់ឲ្យអ្នកនៅលើរំលឹកដល់សេចក្តីល្អដែលខ្លួនបានធ្វើប្រសិនបើមានល្មមគួរឲ្យរំលឹកដល់លើសទៅទៀតក្នុងករណីដែលមនុស្សយើងជាគូប្រឆាំងនឹងគ្នាដូចយ៉ាងវិជ្ជាជីវៈមេធាវីតែត្រូវបង្គាប់ឲ្យអ្នកនិយាយតាមដែលខ្លួនត្រូវការឬអ្នកនយោបាយដែលត្រូវការបានតែសម្លេងឆ្នោតពីជនភាគច្រើនឬអ្នកការទូតដែលត្រូវចរចារឿងរដ្ឋឲ្យបានប្រយោជន៍ដល់ប្រទេសរបស់ខ្លួនហេតុនេះមនោមយធិទៅជាឧបករណ៍ប្រសើរក្រៃលែងជាងឧបករណ៍ដទៃទៀតនរណាមានមនោមយធិខ្លាំងអ្នកនោះឈ្នះទ្រព្យណាមានតម្លៃទ្រព្យនោះរមែងរកបានដោយលំបាកនិងសាងឡើងបានដោយលំបាកមនោមយធិក៏ដូចគ្នាយើងនឹងដាស់ធ្វើឲ្យមានឡើងបានក្នុងរវាង2-3ថ្ងៃក៏បានដែរចាំបាច់ត្រូវមានខន្តីនិងព្យាយាមវឹកហាត់បន្តិចម្ដងហើយមនោមយធិដែលកើតមានដល់យើងបន្តិចម្ដងនោះក៏នឹងច្រើនសម្បូរបានក្នុងថ្ងៃណាមួយមនោមយធិជាវិជ្ជាដតីទាំងអស់គឺឈ្មោះអ្នកប្រាជ្ញក្នុងវិជ្ជាប្រភេទនេះអះអាងថាមនោមយធិជាវិជ្ជាមិនចេះផ្លិចមិនចេះខូចខាតបើយើងដាស់ឬធ្វើឲ្យមានឡើងដល់ខ្លួនយើងមួយគ្រាហើយក៏ណែបណាត់ដិតជាប់ទៅនឹងខ្លួនយើងជានិច្ចហើយជួនកាលមនោមយធិសំដែងអំណាចទៅឯងដោយយើងអត់បានតាំងចិត្តប្រើសោះហេតុនោះទើបគេប្រដៅថាអ្នកមានមនោមយធិហើយត្រូវតែប្រយ័ត្នប្រយែងបំផុតក្នុងវេលានិយាយស្ដីឬវេលាគិតដល់វត្ថុអ្វីមួយព្រោះជួនកាលមនោមយធិយើងអាចនឹងប្រើអំណាចតាមការគិតនិងសម្ដីរបស់យើងដោយយើងអត់តាំងចិត្តប្រើសោះឡើយវិធីបណ្ដោះឲ្យមនោមយធិកើតឡើងនោះមានជាថ្នាក់ដូចតទៅនេះ 1. រៀបការគិតឲ្យមានរបៀប 2. ហាត់ចិត្តឲ្យឃ្លាវខ្លា
3. បំរុងរាងកាយ 4. បង្កើតការខ្លាំងក្លានៃខ្យល់ដកដង្ហើម 5. បំរុងសរសៃប្រសាទ 6. ហាត់ចិត្តឲ្យជាសមាធិ 7. ហាត់ការប្រើការគិតប្រកបដោយខ្សែភ្នែក 8. រក្សាទុកមនោមយទ្ធិដែលកើតមានហើយ